បាទជំរាបសួរបងប្អូនមើលមកជួបជាមួយខ្ញុំសាជាថ្មីនេះដែរថ្ងៃនេះខ្ញុំនឹងបង្រៀនបងប្អូនរបៀបកាត់វីដេអូ reaction នៅក្នុងកម្មវិធី CapCut សម្រាប់បងប្អូនដៃថ្មីដែលមិនទាន់ចេះកាត់វីដេអូធ្វើ reaction ឬក៏កាត់វីដេអូផ្សេងនេះជាចំណុចតូចមួយដែលខ្ញុំបង្ហាញបងប្អូនឲ្យដើម្បីចេះ reaction យើងយកវីដេអូរបស់គេមកធ្វើ reaction អញ្ចឹងណាបងប្អូនហើយឥឡូវកុំឲ្យខាតពេលយូរមកតាមដានវីដេអូរបស់ខ្ញុំទាំងអស់គ្នាបាទសម្រាប់បងប្អូនមិនតាន់មាន CapCut ណាតាន់មាន CapCut របស់ដូចរបស់ខ្ញុំអញ្ចឹងបងប្អូនអាចចូលទៅ download ក្នុង Play Store ទៅវាថា CapCut មកណាអញ្ចឹងឥឡូវខ្ញុំមានស្រាប់ហើយឥឡូវខ្ញុំចូល CapCut មកយើងចូល CapCut ហើយយើងយកពាក្យ New Project បងប្អូនយក New Project នេះមកណាហើយយើងយកវីដេអូណាដែលយើងចង់ធ្វើ reaction ឥឡូវខ្ញុំយកវីដេអូរបស់ខ្ញុំមួយវីដេអូមួយនេះខ្ញុំថតជាការតម្រង់ផ្ដេកបងប្អូនអាចថតជាតម្រង់ផ្ដេកដូចខ្ញុំដែរមកបាទនេះយើងយកជា reaction ណាឥឡូវយើងចង់ reaction មួយវីដេអូណាឥឡូវយើងចុចលើវាសិនយើងចុចលើវាដើម្បីថាឥឡូវវីដេអូមួយនោះយើងគួរដាក់ខាងណាវីដេអូរបស់អ្នកស្រីរំមិញហ្នឹងយើងដាក់ខាងនោះឥឡូវយើងសកត់លើវាមកយើងអូសមកខាងនេះបន្តិចមកបងប្អូនបាទយើងអូសលើវាអញ្ចឹងហើយបងប្អូនចុចសញ្ញាព្រួយតម្លាក់បញ្ចុះហើយយើងយកពាក្យថា overlay ហើយយើងទៅ add វីដេអូមួយទៀតយកមកបន្ថែមបងប្អូនយើងចុចកន្លែង add ហ្នឹងមកបងប្អូនហើយឥឡូវយើងធ្វើ reaction ជាមួយវីដេអូមួយណាដែលបងប្អូនចង់ធ្វើអញ្ចឹងឥឡូវខ្ញុំបានដោនមកហើយដោនវីដេអូគេយកមក reaction យើងចុចកន្លែងនេះមកដើម្បី add វាបញ្ចូលហើយយើងចុចពាក្យថា add បាទនេះយើងចុចថា add ឥឡូវវាចេញមកបងប្អូនហើយឥឡូវវាហឹងទួយអត់ប៉ុនអញ្ចឹងណាយើងគ្រាន់តែប៉ះលើវាមកប៉ះលើវាយើងបង្រីកមកបងប្អូនយើងប៉ះលើវាមកយើងប៉ះជាចំណុចយើងបង្រីកមកណាហើយយើងអូមកដាក់វានេះតិចមកបើវារៀងតូចយើងរីកបរិយាធំតិចណាបងប្អូននេះយើងរីកធំអញ្ចឹងណាឲ្យវាសមឲ្យវាស៊ីជាមួយយើង reaction យើងមើលអញ្ចឹងបងប្អូនយើងអូប៉ុណ្នេះទៅហ្នឹងហើយយើងអូប៉ុណ្ណឹងទៅឥឡូវយើងចាប់ផ្ដើម play ទៅបងប្អូនបាទសួស្តីបងប្អូនហើយវីដេអូរបស់យើងវាមើលទៅវាវីដេអូរបស់ខ្ញុំមួយនេះវាខ្លីជាងវីដេអូនោះអញ្ចឹងបងប្អូនបើវាខ្លីអញ្ចឹងយើងចុចវាមកហើយយើងអូសវាឲ្យប៉ុនមកសម្រាប់បងប្អូនបើសិនជាបងប្អូនអាចនេះបានអញ្ចឹងបងប្អូនអាចអូសបន្ថែមអញ្ចឹងបងប្អូនអាចអូសវាឥឡូវវីដេអូខ្លីខ្ញុំដាក់ថែមចុចសញ្ញាបូកបន្ថែមទៀតវាវែងអញ្ចឹងណាឲ្យវាស្មើនឹងវីដេអូនេះសោះសម្រាប់បងប្អូនអាចនេះបានបងប្អូនអាចថតឲ្យវែងទៅយើងថតឲ្យវែងទៅណាឲ្យប៉ិនវីដេអូរបស់យើងមួយនេះហើយឥឡូវបើវាវែងជាងអញ្ចឹងយើងចុចលើវីដេអូយើងខាងលើនេះមកយើងតម្រឹមនេះទៅចុចវីដេអូយើងខាងលើមកយើងចុចនេះអាកន្លែងកាត់នេះបងប្អូនកន្លែងសាប់យើងកាត់វាចោលទៅឲ្យកុំឲ្យវាវែងជាងអញ្ចឹងណាហើយសម្រាប់បងប្អូនសម្រាប់បងប្អូនដែលថាយើងថតសកម្មភាពរបស់គេចង់ reaction និយាយជាមួយគេអញ្ចឹងណាយើងមើលតាមហ្នឹងទៅវីដេអូគេតម្រូវប្រវែងប៉ុន្មានបើវីដេអូគេវែង1នាទីយើងថត reaction យើង1នាទីដែរមកហើយបើយើងអត់ចង់និយាយយើងធ្វើក៏ថតឲ្យវាស្មើមួយវីដេអូខាងក្រោមនេះមកបងប្អូនបន្ទាប់ពីយើងសេរីបានស្អាតចឹងហើយយើងចុចពាក្យ save មកណាហើយយើងចុចអាកន្លែង18នេះដើម្បីសេរីទម្រង់វានេះសេរីទម្រង់វាមកយើងដាក់ 4K 2K 4K មកហើយយើងអូសនេះពេញទៀតមកនេះអូសខាងក្រោមនេះពេញទៀតមកណាយើងអូសវាពេញមកហើយបន្ទាប់មកបងប្អូនចុច save មកនេះយើងចុចកន្លែងសញ្ញាព្រួយមកយើងរងចាំវារហូតដល់ពេញទៅដល់ពេលវាពេញវីដេអូរបស់យើងបាន 100% ពេញហើយក៏វាបានទៅចូលក្នុងរូបថតដូចនេះរបស់យើងហើយអញ្ចឹងការផលិតការកាត់វីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងយើងរងចាំតែពេញទៅគឺវាបាន 100% ហើយអរគុណបងប្អូន